ការព្យាបាលនិងវិធានការការពារខ្លួនពីជំងឺលើសសម្ពាធឈាមជំងឺលើសសម្ពាធឈាមគឺជាជំងឺមួយយ៉ាងដែលគ្មានរោគសញ្ញាច្បាស់លាស់ដែលមិនអាចឲ្យអ្នកដឹងមុនបានឡើយគឺមានតែការធ្វើតេស្តឈាមជាមួយគ្រូពេទ្យតែប៉ុណ្ណោះជំងឺនេះគឺព្យាបាលមិនជាសះស្បើយនោះទេតែអ្នកអាចព្យាបាលក្នុងគោលបំណងជួយរក្សាសម្ពាធឈាមកុំឲ្យឡើងខ្ពស់ព្រោះបើសម្ពាធឈាមឡើងកាន់តែខ្ពស់នោះអ្នកនឹងកាន់តែធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតដូច្នេះបើអ្នកមិនចង់កើតជំងឺលើសសម្ពាធឈាមនោះទេអ្នកគួរយល់ដឹងអំពីវិធានការការពារខ្លួនពីជំងឺនេះការព្យាបាលជំងឺលើឈាមក្នុងវិស័យវេជ្ជសាស្ត្របច្ចុប្បន្ននេះគឺពុំទាន់រកឃើញការព្យាបាលជំងឺលើឈាមឲ្យបានជាសះស្បើយនៅឡើយទេគឺមានតែការព្យាបាលដែលជួយរក្សាលំនឹងសម្ពាធឈាមរបស់អ្នកជំងឺលើឈាមតែប៉ុណ្ណោះការព្យាបាលនេះទៀតសោតគឺមិនអាចឈប់ពាក់កណ្ដាលទីនោះទេគឺត្រូវព្យាបាលរហូតដោយសារតែសម្ពាធឈាមរបស់អ្នកគឺអាចនឹងមានការឡើងមកវិញបើទោះបីជាមានការព្យាបាលប៉ុន្មានលើកប៉ុន្មានដងក៏ដោយការព្យាបាលជំងឺលើសសម្ពាធឈាមប្រភេទទី1ក្នុងករណីនេះសម្ពាធឈាមគ្រាន់តែឡើងបន្តិចបន្តួចគ្រូពេទ្យនឹងណែនាំអ្នកជំងឺឲ្យមានរបបអាហារត្រឹមត្រូវធ្វើលំហាត់ប្រាណបញ្ចុះទម្ងន់តែបើសម្ពាធឈាមនៅតែឡើងខ្ពស់ខ្លាំងគ្រូពេទ្យនឹងព្យាបាលដោយការប្រើប្រាស់ថ្នាំដើម្បីជួយបន្ថយនិងដំឡើងសម្ពាធឈាមបើចាំបាច់ការព្យាបាលជំងឺលើឈាមប្រភេទទី2ក្នុងករណីនេះការព្យាបាលនឹងធ្វើទៅតាមមូលហេតុដែលបង្កឲ្យមានសម្ពាធឈាមឡើងខ្ពស់ឬលើសឈាមវិធានការការពារខ្លួនពីជំងឺលើសឈាមបញ្ចុះទម្ងន់និងរក្សាទម្ងន់ឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិភោគអាហារផ្ដល់ផលល្អចំពោះសុខភាពនិងអនាម័យខ្ពស់ហើយសម្បូរជាតិប៉ូតាស្យូមតមការហូបប្រៃបន្ថយការហូបជាតិខ្លាញ់និងប្រេងឈប់ពិសាបារីនិងគ្រឿងស្រវឹងព្យាបាលកុំធ្វើឲ្យខ្លួនឯងពិបាកចិត្តឬតានតឹងគិតច្រើនធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន30នាទីជារៀងរាល់ថ្ងៃ